កិច្ចប្រជុំសាមញ្ញលើកទី18អាណត្តិទី4របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី27ខែវិច្ឆិកាលោកហួតលៀបពិសិដ្ឋអភិបាលរងខណ្ឌតំណាងលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងបានជំរុញនិងលើកទឹកចិត្តឲ្យរដ្ឋបាលខណ្ឌសង្កាត់នគរបាលកងរាជអាវុធហត្ថខណ្ឌសូមបន្តយកចិត្តទុកដាក់លើកម្ពុជាការប្រុងប្រយ័ត្នបន្ថែមទៀតលើការងារសន្តិសុខដើម្បីធ្វើឲ្យមូលដ្ឋានមានសន្តិសុខសុវត្ថិភាពកាន់តែល្អប្រសើរលោកហួតលៀបពិសិដ្ឋបានលើកឡើងថាជាមួយនឹងសន្តិសុខបញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបរិស្ថានអនាម័យក៏ជាបញ្ហាសំខាន់ដែរដែលអាជ្ញាធរមូលដ្ឋានបានបន្តយកចិត្តទុកដាក់ជាក់ស្ដែងតាមដងផ្លូវសំខាន់រដ្ឋបាលខណ្ឌសង្កាត់បានធ្វើការផ្សព្វផ្សាយណែនាំដល់អាជីវករដែលកំពុងលក់ដូរបន្លែផ្លែឈើត្រីសាច់គ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈពិសេសនៅតាមបណ្ដោយមហាវិថីព្រះមុនីរ៉េតតំបន់ផ្សារដំកូឲ្យបដូរទៅលក់នៅទីតាំងផ្សារដំកូថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះសង្កាត់គោករកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញដោយបញ្ឈប់ការលក់ដូរគ្មានសណ្ដាប់ធ្នាប់ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍រក្សាសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមនិងដើម្បីលើកកម្ពស់អនាម័យបរិស្ថាននិងកែលម្អសោភ័ណភាពទីក្រុងយើងឲ្យកាន់តែស្រស់បំព្រងក្រៅពីនោះក្រុមការងាររដ្ឋបាលខណ្ឌបឹងកេងកងក៏បានធ្វើការណែនាំម្ចាស់ផ្ទះជាច្រើនឲ្យបញ្ឈប់ការជួលមុខផ្ទះឲ្យក្រុមអាជីវករដាក់ទំនិញលក់បន្តទៀតព្រោះថាក្រុមអាជីវករដែលដាក់ទំនិញលក់បានកន្លងទៅនេះគឺដោយសារមានការជួលខាងមុខផ្ទះប្រជាពលរដ្ឋលក់ដូរដែលទីតាំងទាំងនោះជាទីតាំងសាធារណៈរបស់រដ្ឋជាមួយនេះក្រុមការងាររដ្ឋបាលខណ្ឌក៏បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមទីតាំងមួយចំនួនទៀតនៅជុំវិញផ្សារអូឡ িম্প ពិកផ្លូវជុំវិញវិទ្យាល័យទួលស្វាយព្រៃដែលឥឡូវនេះមានរបៀបរៀបរយពុំមានចំណតរថយន្តទៀតឡើយដោយឡែកចំពោះផ្លូវជុំវិញផ្សារបឹងកេងកងផ្លូវព្រះសីហនុផ្លូវនរោត្តមផ្លូវម៉ៅសេតុងគ្រប់សង្កាត់ដែលពាក់ព័ន្ធសូមធ្វើការជូនដំណឹងដល់ម្ចាស់ទីតាំងនិងប្រជាពលរដ្ឋឲ្យពួកគាត់បានដឹងជាមុនគ្រប់ទីតាំងដែលគ្មានសណ្ដាប់ធ្នាប់មុននឹងចាត់វិធានការរដ្ឋបាលពាក់ព័ន្ធនឹងចរាចរណ៍តាមដងផ្លូវពិសេសនៅពេលល្ងាចលោកអភិបាលរងខណ្ឌបានកត់សម្គាល់ឃើញថាមានការកកស្ទះ6គោលដៅដូចនេះសូមឲ្យសង្កាត់ប៉ុស្តិ៍ដែលជាម្ចាស់គោលដៅនីមួយៗសហការសម្រួលតាមគោលដៅទាំង6នោះឲ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរដោយសារនៅទីនោះពុំមានភ្លើងសញ្ញាចរាចរណ៍ឡើយលោកកឹមឈុនអ៊ូប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងសូមគាំទ្រនិងលើកទឹកចិត្តឲ្យអាជ្ញាធរខណ្ឌសង្កាត់នគរបាលកម្លាំងអាវុធហត្ថខណ្ឌសូមបន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្រោមម្លប់សន្តិភាពបើទោះបីបច្ចុប្បន្នប្រទេសជាតិកំពុងមានការឈ្លានពានពីសំណាក់ប្រទេសថៃតែសូមបងប្អូនប្រជាពលរដ្ឋយើងជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាដែលមានភាពឆ្លៀសវៃប៉ិនប្រសប់រិះរកវិធីសាស្ត្រយុទ្ធសាស្ត្រក្នុងការថែរក្សាបូរណភាពទឹកដីខ្មែរយើងឲ្យបានគង់វង្ស